ឆ្អឹងជំនីជ្រូកនេះគឺខ្ញុំប្រើខ្ទង់6ខាំមកបងប្អូនយើងកាត់វាជាដុំរាងតូចៗមកល្មមលាងទឹកទុកមួយដុំសិនមកយើងទៅរៀបចំគ្រឿងផ្សេងទៀតដែលយើងមានដូចជាផ្សិតល្ពៅស្អំខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសអីហ្នឹងខ្ទឹមសយើងប្រើរាងច្រើនតិចមក5-6កាពឹសខ្ទឹមក្រហមមួយកូនដុំតូចសម្រាប់ម្ទេសវិញបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តទេគ្រឿងទាំងអស់ហ្នឹងគឺយើងយកវាមកបុកបងប្អូនហើយក្នុងហ្នឹងខ្ញុំបន្ថែមស្ករសបន្តិចដែរដើម្បីយើងបុកទៅឆាប់ម៉ត់ល្អហើយវាអត់ខ្ទាតទៀតបងប្អូនកុំយកគ្រឿងហ្នឹងទៅកិនណាយើងបុកមើលតែវាម៉ត់មកល្មមយើងដាក់ហៃប៊ីឬក៏ហៅថាបកាក្រៀមហ្នឹងអានេះយើងលាងទឹកហើយត្រាំទឹកវាប្រហែលជាខ្ទង់ 4-5 នាទីសិនមកចាំយកមកដាក់ចូលជាមួយគ្នាហើយសម្រាប់កាពិវិញគឺខ្ញុំប្រើកាពិកពតខ្ញុំដាក់ចំនួន1ស្លាបព្រាបាយតែបើសិនជាបងប្អូនអត់មានកាពិកពតទេប្រើកាពិធម្មតាក៏បានដែរគ្រាន់តែថាកាពិកពតអញ្ចឹងវាឈ្ងុយជាងស្លតែវាឆ្ងាញ់អីអញ្ចឹងណាបន្ទាប់ពីយើងត្រៀមគ្រឿងក្រៅរួចរាល់ហើយយើងមកដាក់ដាំទឹកសម្លម្ដងទឹកសម្លខ្ញុំនេះគឺខ្ញុំមកដាក់ច្រើនមែនទេបងប្អូនប្រហែលជាខ្ទង់1លីត្រជាងអីហ្នឹងប៉ុន្តែបើសិនជាបងប្អូនសមាជិកច្រើនអាចដាក់ច្រើនជាងហ្នឹងក៏បានដែរបន្ទាប់ពីទឹកពុះហើយយើងដួសគ្រឿងដែលយើងបានបុកទាំងកាពិទាំងអីហ្នឹងដាក់ចូលជាមួយគ្នាមកហើយចាំយើងដាក់ឆ្អឹងជំនីជ្រូកនឹងចូលហ្មងសម្រាប់ឆ្អឹងជំនីជ្រូកនេះយើងដាក់ចូលហើយរំងាស់វាសិនណាបងប្អូនខ្ញុំអត់ទាន់ដាក់គ្រឿងអីទេហើយសម្រាប់ការរំងាស់ឆ្អឹងជំនីជ្រូកនឹងគឺរៀងយូរដែរបងប្អូនខ្ញុំគ្របគម្របឲ្យវាពុះមកពុះហើយបើគម្របចេញដើម្បីកុំឲ្យវាក្រាំងកតិកទីខ្មៅអីចឹងណាហើយបាទខ្ញុំបន្ថែមស្រាចិនចំនួន1ស្លាបព្រាបាយដែរដើម្បីឆ្អឹងជំនីជ្រូករបស់យើងនឹងគឺវាឆាប់ផុយល្អប៉ុន្តែបើសិនជាបងប្អូនអត់មានស្រាចិនហ្នឹងទេយើងរំងាស់ធម្មតាទៅគ្រាន់តែថាវារៀងយូរអីបន្តិចចឹងទៅហើយក្នុងកំឡុងពេលរំងាស់ហ្នឹងបើសិនជាវាមានពពុះមានអីចឹងទៅបងប្អូនអាចស្រង់ចេញបានបន្ទាប់ពីរំងាស់ឆ្អឹងជំនីជ្រូកផុយហើយបាទខ្ញុំដាក់គ្រឿងហ្មងទឹកត្រីគឺខ្ញុំដាក់ចំនួន2ស្លាបព្រាបាយម្សៅស៊ុប2ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេជាមួយនឹងស្ករកន្លះស្លាបព្រាបាយហើយបាទខ្ញុំដាក់បន្លែល្ពៅចូលមុនណាបងប្អូនសម្រាប់ផ្សិតគឺយើងអត់ទាន់ដាក់ទេដោយសារតែផ្សិតវារៀងឆាប់ឆ្អិនហើយល្ពៅនេះក៏អត់ដាក់យូរប៉ុន្មានដែរបងប្អូនព្រោះអីល្ពៅក៏វាមិនយូរប៉ុន្មានដែរប្រហែលជាខ្ទង់3-4 នាទីអីហ្នឹងគឺវាផុយហើយតែយើងដាក់យូរពេកទៅល្ពៅនឹងវារលួយបែកក៏អត់សូវឆ្ងាញ់ដែរបន្ទាប់ពីល្ពៅផុយហើយគឺខ្ញុំភ្លក់មើលហើយថែមថយគ្រឿងប៉ុន្តែសម្រាប់ខ្ញុំរសជាតិនេះគឺមិនល្មមឲ្យបងប្អូនចឹងហើយគឺខ្ញុំអត់ថែមថយអីទៀតទេបន្ទាប់ពីនឹងមកបាទយើងដាក់ផ្សិតចូលហ្មងបងប្អូនសម្រាប់ផ្សិតនេះដាក់ចូលហើយអត់ទុកយូរទេទុកប្រហែលជាខ្ទង់2 នាទី 3 នាទីអីហ្នឹងផ្សិតគឺវាឆ្អិនហើយចុងក្រោយគេយើងបង់តែស្អំចូលមកគឺរួចរាល់ហើយគ្រាន់តែថាស្អំបង់ចូលភ្លាមបិទភ្លើងភ្លាមមកហើយស្អំហ្នឹងបងប្អូនអត់បានទេណាបើសិនជាយើងអត់ដាក់ស្អំទេក្លិនវាអត់ឈ្ងុយទេសម្រាប់សាឡមួយមុខនេះគ្រាន់តែបង់ស្អំចូលភ្លាមគឺចាស់ក្លិនឈ្ងុយខ្លាំងជាងមុនហ្មងហើយសម្រាប់ផ្សិតវិញបងប្អូនចង់ប្រើជាផ្សិតដូចខ្ញុំអញ្ចឹងក៏បានផ្សិតជាបាងឬក៏ផ្សិតសក៏បានដែរនិយាយទៅយើងមានអាណាដាក់អាហ្នឹងមកហើយសម្រាប់រសជាតិរបស់សាឡវិញ